ទាំងអស់គ្នាថ្ងៃនេះគឺយើងទទួលបានអត្ថបទពីបងអូនប្រុសសានគាត់មានរឿងមួយដែលគាត់បានជួបផ្ទាល់ហ្មងណាកាលពី3ឆ្នាំមុនហ្នឹងហើយបានន័យថានៅក្នុងអំឡុងឆ្នាំចុងឆ្នាំ2022ចូលឆ្នាំ2023អីហ្នឹងឯងដោយនៅក្នុងអំឡុងឆ្នាំហ្នឹងគឺសានបន្ទាប់ពីឈប់សម្រាកគាត់ដាក់ច្បាប់ណាមួយសប្តាហ៍ព្រោះអីគាត់ត្រូវរៀបការនៅពេលដែលគាត់បាត់ honeymoon ចប់អីហ្នឹងគាត់ក៏ត្រូវត្រឡប់ចូលមកបំពេញការងារវិញដូចដើមអ្នកទាំងអស់គ្នាអញ្ចឹងនៅពេលហ្នឹងគឺទូនាទីរបស់គាត់គឺជា call center នៅក្នុងក្រុមហ៊ុនចិនមួយកន្លែងនៅឯទីរួមខេត្តកោះកុងហ្នឹងហើយសានក៏អត់បានបញ្ជាក់ដែរថាតើសានគឺជាបាត់កូនចៅអ្នកណានៅខេត្តណាគ្រាន់តែដឹងថាគាត់ហ្នឹងគឺទៅធ្វើការនៅឯខេត្តកោះកុងអញ្ចឹងណាអ្នកទាំងអស់គ្នាអញ្ចឹងគាត់ធ្វើជា call center ហ្នឹងនៅអគារមួយដែលមាន7ជាន់តែសានគឺគាត់ជាបុគ្គលិកដែលធ្វើការនៅជាន់ទី4ដោយនៅពេលនោះគឺមេរបស់គាត់តម្រូវឲ្យសានត្រូវធ្វើការដល់វេនយប់ហ្មងណារហូតដល់ម៉ោង11យប់ឯណោះព្រោះអីក្រុមហ៊ុននៅពេលហ្នឹងមិនទាន់រើសបុគ្គលិកថ្មីបាននៅឡើយបាទអញ្ចឹងគ្នាយើងអ្នកដែលមានបទពិសោធន៍ធ្វើការវេនយប់ដល់កដាត្រៀតហ្នឹងតើមានអារម្មណ៍មិនដែរហើយធ្លាប់ជួបរឿងរ៉ាវណាដែលគួរឲ្យភ្ញាក់ផ្អើលមិនគួរឲ្យជឿភ្នែកទេអាចចែករំលែកនៅក្នុង comment បានណាសម្រាប់ខ្ញុំវិញការធ្វើការដល់យប់មានច្រើនមែនតើព្រោះជាពេទ្យអញ្ចឹងការចោះយាមគឺជារឿងសាមញ្ញទេរបស់ពេទ្យហើយការដែលជួបរបស់អវិញ្ញាណអីហ្នឹងគឺខ្ញុំធ្លាប់និយាយឲ្យអ្នកទាំងអស់គ្នាស្ដាប់ហើយថាយើងជួបបែបមិនខ្លះអីមិនខ្លះអញ្ចឹងណាហ្នឹងហើយបន្តមកទៀតសានក៏បានប្រាប់ថានៅថ្ងៃនោះគឺគាត់ត្រូវធ្វើការរហូតដល់ម៉ោង11យប់តែសំណាងដែរគាត់ធ្វើការជាមួយនឹងមិត្តសម្លាញ់របស់គាត់ម្នាក់ទៀតដែលជាស្រីបាទឈ្មោះថាភីងនាងគឺជានារីម្នាក់ដ៏ស្រស់ស្អាតទន់ភ្លន់ពូកែលេងសើចទៀតផងហើយនាងហើយនឹងសានហ្នឹងបានស្គាល់គ្នារយៈពេល6ឆ្នាំទៅហើយគឺតាំងពីសានធ្វើការនៅកន្លែងចាស់ឯណោះហើយពួកគេតែងតែត្រូវបានគេយល់ច្រឡំណាបានន័យថាអ្នកនៅជុំវិញខ្លួនពួកគាត់ហ្នឹងយល់ច្រឡំថាសានហើយនឹងភីងគឺជាសង្សារនឹងគ្នាទៀតផងព្រោះអីកាលពីមុនដែលសានរៀបការហ្នឹងគឺពួកគាត់ស្និទ្ធស្នាលនឹងគ្នាខ្លាំងមែនតើអញ្ចឹងបងប្អូនទៅណាមកណាហូបបាយហូបទឹកអីហ្នឹងមើលទៅគឺដូចគាត់ហ្នឹងសង្សារតែការពិតមិនមែនសង្សារទេហើយម្យ៉ាងទៀតហ្នឹងភីងក៏មានសង្សារហើយដែរគ្រាន់តែសង្សាររបស់ភីងគឺជាជនជាតិចិនអញ្ចឹងណាហើយពួកគេក៏ធ្វើការនៅខេត្តកោះកុងដែរបាទខ្ញុំក៏ធ្លាប់មានដែរប៉ុន្តែមិនមែនជាពួកម៉ាក់ទេជាបងប្អូនជីដូនមួយអញ្ចឹងយើងមិនទៅរៀនដោយសារតែខ្ញុំរៀននៅថ្នាក់ក្រេតតាណាគ្នាខ្ញុំរៀនថ្នាក់ទី7នាងក៏រៀនថ្នាក់ទី7ដែរបាទគាត់ឈ្មោះដែតហ្នឹងហើយខ្ញុំទៅរៀនថ្នាក់ណាគឺគាត់រៀនថ្នាក់ហ្នឹងហើយដោយសារតែយើងរៀនឆ្នាំជាមួយគ្នាហើយយើងអត់ដែររៀនធ្លាក់ឆ្លងឆ្នាំទេហើយម្យ៉ាងវិញទៀតគឺយើងរៀននៅថ្នាក់ជាប់គ្នាទៀតអញ្ចឹងទៅណាមកណាខ្ញុំតែងតែទៅញ៉ាំបាយញ៉ាំអីមួយគ្នាទិញទឹកទិញអីឲ្យគ្នាអញ្ចឹងណាធ្វើឲ្យគេយល់ច្រឡំថាពួកយើងនេះគឺជាសង្សារនឹងគ្នាហើយអ្នកទាំងអស់គ្នាធ្លាប់ជួបទេធ្លាប់មានបទពិសោធន៍ការដែលយើងស្និទ្ធស្នាលជាមួយនឹងមិត្តភ័ក្តិរបស់យើងរហូតដល់ត្រូវបានគេបច្ចេកប្រច័នឬក៏គេហៅថាអីគេហៅថាលេងសើចដាក់យើងថាយើងហ្នឹងគឺរុញចេះតែរុញឲ្យយើងថាយើងជាសង្សារគ្នាយកគ្នាជាសង្សារហ្មងទៅអញ្ចឹងហ្នឹងហើយសានបានបន្តថានៅថ្ងៃកើតហេតុគឺសានចាំយ៉ាងច្បាស់ថ្ងៃនោះភីងបានប្រាប់សានថាកាលពី3ថ្ងៃមុនណាគឺមានមនុស្សស្រីម្នាក់បានគាំងបេះដូងស្លាប់នៅក្នុងបន្ទប់ទឹកនៅឯជាន់ទី7បាទគឺជាន់ផុតគេតែម្ដងណាដែលពួកគាត់នឹងកំពុងតែធ្វើការម្នាក់ដែលចង់កស្លាប់ហ្នឹងគឺជាបុគ្គលិកផ្នែកលក់មិនដឹងថាជាគាត់នឹងតូចចិត្តរឿងអ្វីទេមកដល់ពេលហ្នឹងក៏អត់ទាន់មាននរណាគេដឹងដែរប៉ុន្តែព័ត៌មាននេះត្រូវបានម្ចាស់ក្រុមហ៊ុនព្យាយាមលាក់ការព្រោះថាគេខ្លាចមានផលប៉ះពាល់ដល់ឈ្មោះក្រុមហ៊ុនអញ្ចឹងណាគ្រាន់តែសានលឺសម្ដីនេះភ្លាមមិនដឹងជាយ៉ាងម៉េចទេសុកសានស្រាប់តែព្រួយសម្បុកខ្ញាក់ពេញខ្លួនតែម្ដងមានអារម្មណ៍ថាត្រជាក់ចុងដៃចុងជើងស្រាប់ហើយពេលហ្នឹងគឺជាលើកទី1ហើយដែលគាត់នឹងមានអារម្មណ៍ថាខ្លាចខ្មោចដូចជួបខ្មោចប៉ិតអញ្ចឹងរបៀបថាចងចាប់នៅក្នុងអារម្មណ៍ទាំងដែលខ្លួនមិនបានឃើញរូបភាពហ្នឹងទេអញ្ចឹងសានប្រាប់ថាអូអាហ្នឹងលើកទី1ហីមិនដឹងជាពេលហ្នឹងគាត់មានបលឹងខ្សោយឬក៏គាត់រាសីដាក់ឬក៏មិនទេគ្រាន់តែគេនិយាយរឿងខ្មោចប្រាប់សោះហ្នឹងក៏មានអារម្មណ៍ថាមើលឃើញរូបភាពបាត់ទៅហើយនៅថ្ងៃនោះមិនសូវជាមានការងារមមាញឹកប៉ុន្មានទេព្រោះមិនសូវមានភ្ញៀវខចូលដើម្បីកំងអីវ៉ាន់អីដែរសានហើយនឹងភីងហ្នឹងបានអង្គុយនិយាយគ្នាលេងពីនេះពីនោះ
ហើយពេលខ្លះគឺនិយាយពីរឿងខ្មោចនឹងតែម្ដងអបិយជំនឿហើយភីងគាត់គឺជាមនុស្សដែលខ្លាចខ្មោចខ្លាំងមែនទែននាងថាក្រោយដែលថ្ងៃកើតរឿងភ្លាមហ្នឹងនាងបានសុំមេនឹងដាក់ច្បាប់ឈប់សម្រាប់មួយថ្ងៃដែរដោយសារតែខ្លាចខ្លាំងមែនទែនណោះហើយចំណែកឯការងារថែមម៉ោងហ្នឹងភីងទៅតែទទួលធ្វើនៅថ្ងៃនេះឯងព្រោះដឹងថាត្រូវធ្វើការជាមួយសាណាទើបនាងរៀងកក់ក្ដៅនៅក្នុងចិត្តណាមួយភីងចង់យកចិត្តមេដែរព្រោះថាតាមច្បាប់ក្រុមហ៊ុននៅចុងឆ្នាំនេះតែម្ដងមេអាចនឹងដំឡើងប្រាក់ខែឬក៏ដំឡើងតួនាទីអីអញ្ចឹងទៅតាមការងារដែលបុគ្គលិកនីមួយៗនឹងបានធ្វើហើយនឹងព្យាយាមធ្វើបាទធ្វើការសុករំលងរហូតដល់ប្រហែលជាម៉ោង8យប់ពេលនោះសានក៏នឹកឃើញថាឃ្លានចង់ចុះទៅរកអីញ៉ាំខាងក្រោមក៏បបួលភីងនឹងដើរទៅទិញមីឆាបាយឆាមកទុកញ៉ាំអញ្ចឹងទៅសភាពនៅថ្ងៃនោះអាគារទាំងមូលហាក់ដូចជាស្ងប់ស្ងាត់ខុសពីធម្មតាព្រោះមនុស្សតិចជាងរាល់ដងតែតាមសានគិតប្រហែលជាមិនមានអីចម្លែកទេព្រោះបើទៅតែមានមនុស្សស្លាប់បែបនេះគ្មានបុគ្គលិកណាគេហ៊ាននៅថែមម៉ោងដល់យប់ជ្រៅនោះទេបន្ទាប់ពីដើរមកដល់កន្លែងធ្វើការវិញសានក៏ស្រាប់តែឈឺបាត់ជើងធំសានក៏បានប្រាប់ឲ្យភីងនឹងឡើងទៅលើមុនទៅហើយសានក៏ចូលបន្ទប់ទឹកនៅជាន់ផ្ទាល់ដីសិននិយាយរៀងអាក្រក់ស្ដាប់បន្តិចទៅពេលដែលសានកំពុងតែបត់ជើងហ្នឹងណាស្រាប់តែសានបានឮសូរសំឡេងរឹករ៉ាមិនដឹងជានរណាគេទេធ្វើអីនៅខាងក្រៅដូចជាមាននរណាគេម្នាក់កំពុងតែរឹសរោអីអញ្ចឹងណាតែសានស្មានថាប្រហែលជាពូសន្តិសុខហើយព្រោះបន្ទប់ស្នាក់នៅរបស់គាត់នឹងនៅជិតបន្ទប់ទឹកនឹងដែរក្រោយពេលដែលធ្វើទុកទរៈផ្ទាល់ខ្លួនរួចសានក៏បានបើកទ្វារបន្ទប់ទឹកចេញមកក្រៅនៅពេលនឹងស្រាប់តែសានណាភ្ញាក់ឲ្យព្រឺតលុះប្រលឹងអរលីងព្រោះអីសានបានឃើញនារីម្នាក់មើលពីក្រោយខ្នងណាមើលទៅគេកំពុងតែកកាយរកអ្វីមួយយ៉ាងនៅក្នុងថង់សម្រាមនៅក្នុងបន្ទប់ទឹកមនុស្សប្រុសអ្នកទាំងអស់គ្នាមើលពីក្រោយទៅនាងមានរូបរាងស្គមខ្ពស់ស្រាប់តែគេបែរមុខមកម្ដងបន្តិចមុខគេឡើងស្លេកស្លាំងដូចជាមនុស្សដែលមានជំងឺអញ្ចឹងហើយបើមើលតាមសម្លៀកបំពាក់សានឃើញថានាងហាក់បីដូចជាបុគ្គលិកផ្នែកលក់សានឆ្ងល់មែនតើឆ្ងល់ថានាងមកធ្វើអីនៅស្មានឹងហើយក៏សួរនាងថាអូនឯងរកអីដែរថ្ងៃហ្នឹងអូនឯងថែមម៉ោងមែនបានអត់តន់ទៅផ្ទះម៉ោងហ្នឹងអីព្រោះជាធម្មតាគ្មានបុគ្គលិកផ្នែកលក់ណានៅថែមម៉ោងដល់យប់ទេពេលដែលនាងងាកមកសានគិតថាមុខនាងសានមិនដែលឃើញនោះទេនាងក៏ឆ្លើយមួយវិញថាបងខ្ញុំបាត់កវល់មកចំហៀងបងអាចជួយរកខ្ញុំបានអត់បើបានឃើញជួយឲ្យខ្ញុំវិញផងបាទគេនិយាយមកកាន់សានអញ្ចឹងហើយក្នុងទឹកមុខមួយដបរបៀបថាស្លេកស្លាំងដូចមនុស្សទៅតែងើបពីឈឺអញ្ចឹងហើយសានរបៀបថាតិចចុងដៃចុងជើងផងរកអីមិនត្រូវប៉ុន្តែវាផ្ទាល់ផ្នែកពេកអញ្ចឹងក៏អត់បានគិតអីវែងឆ្ងាយដែរអ្នកទាំងអស់គ្នាគាត់គិតត្រឹមថានឹងប្រហែលជាបុគ្គលិកផ្នែកម្នាក់ដែលធ្វើការថែមម៉ោងហើយគាត់បាត់បង់របស់អីចឹងទៅគាត់ក៏ព្យាយាមមករកចឹងទៅទាំងដែលនឹងគឺជាបន្ទប់ទឹករបស់មនុស្សប្រុសនិយាយរួចនាងក៏ឈប់រើកកាយទៀតហើយក៏ងាកខ្លួនដើរចេញទៅបាត់ទៅអត់ធ្វើអីសានទេធ្វើឲ្យសាននឹងឈោអេក្បាលឆ្ងល់ម្នាក់ឯងតែសានក៏មិនមាត់កដែររួចហើយគាត់ក៏បានដើរទៅចណ្ដាយន្តចុចទៅជាន់ទី4វិញទៅដើម្បីធ្វើការងារបន្តទៅដល់អុកហ្វីភ្លាមសានក៏បានសួរភីងតែម្ដងថាភីងថ្ងៃនេះមានបុគ្គលិកផ្នែកលក់នៅថែមម៉ោងដែរមែនភីងគិតមកសន្ទុះរួចក៏ឆ្លើយថាទេអត់មានទេពួកគេចេញទៅផ្ទះតាំងពីម៉ោង5ល្ងាចម៉េះភីងសួរសានវិញថាកាត់អីមែនសានក៏បានរៀបរាប់ពីបុគ្គលិកលក្ខណៈរបស់មនុស្សស្រីដែលសានទើបតែបានជួបមុននេះបន្តិចភីងក៏ស្រាប់តែបើកភ្នែកធំតែម្ដងហើយនាងបានចាប់ដៃសានឡើងជាប់តែម្ដងហើយគាត់ក៏និយាយថាមនុស្សស្រីដែលសានកំពុងតែរៀបរាប់ហ្នឹងគឺដូចជាបុគ្គលិកដែលទើបតែខ្យល់គល់ស្លាប់កាលពី3ថ្ងៃមុននោះអញ្ចឹងបាទពេលហ្នឹងសានប្រហែលជាគិតវែងឆ្ងាយផងហើយក៏គិតថាខ្លួនឯងស្វាងភ្នែកឲ្យដឹងដូចជាមិនសមសោះព្រោះសានឃើញគាត់ស្រស់ពេកថែមទាំងបាននិយាយឆ្លើយឆ្លងគ្នាទៀតផងពេលនោះសានហើយនឹងភីងចាប់ផ្ដើមគិតរញ៉េរញ៉ៃពេញខ្លួនភ័យឡើងញាក់ខ្លួនតែម្ដងក៏រលេចមើលឆ្វេងមើលស្ដាំព្រោះពេលនោះនៅក្នុងបន្ទប់ call center មានតែសានហើយនឹងភីងតែ2នាក់តែប៉ុណ្ណោះនៅប្រចាំការនៅជាន់ទី4ហ្នឹងគឺគេចេញពីការងារអស់ទៅហើយ
សានងាកមើលម៉ោងនៅក្នុងទូរស័ព្ទក៏ឃើញម៉ោង 7:09 យប់ទៅហើយស្របពេលភ្លាមនោះទូរស័ព្ទដៃភីងក៏រោឡើងនាំឲ្យពួកគាត់នឹងភ្ញាក់ទាំងពីរនាក់តែម្ដងហើយការពិតទៅប្អូនស្រីរបស់ភីងបានខំមកប្រាប់ថាសង្សាររបស់ភីងដែលជាជនជាតិចិនហ្នឹងហើយបានជួបគ្រោះថ្នាក់ចរាចរណ៍អ្នកទាំងអស់គ្នាហើយឥឡូវកំពុងតែបញ្ជូនទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់ហើយព្រោះអីថាគាត់របួសធ្ងន់ធ្ងរខ្លាំងមែនតើឬហើយសាន់ចាប់ផ្ដើមគិតឲ្យនឹងតក់ស្រុតក្នុងចិត្តខ្លាំងមែនតើហេតុអ្វីបានជាកើតរឿងព្រមគ្នាបែបនេះកំពុងតែជ្រួលច្បល់ចិត្តអារឿងទី1គឺអាណិតដល់សង្សារភីងមិនដឹងជាត្រូវធ្ងន់យ៉ាងណាទេព្រោះសានក៏ស្គាល់គេដែរហើយរឿងទី2គឺសានត្រូវធ្វើការម្នាក់ឯងនៅយប់នេះនៅជាន់នេះដោយសារតែគេចេញទៅផ្ទះអស់ហើយភីងក៏ត្រូវតែបង្ខំចិត្តចេញទៅមើលសង្សាររបស់គេដែរបេះដូងរបស់សានចាប់ផ្ដើមលុតឌឹបបាត់ប្រដាក់គ្នាតែម្ដងបែកញើសស្រៈតែម្ដងនឹងរឿងដែលខ្លួននឹងបានជួបបុគ្គលិកស្រីមុននេះហើយឥឡូវភីងក៏ត្រូវខទៅសុំច្បាប់មេទៀតដើម្បីទៅមន្ទីរពេទ្យមើលសង្សាររបស់ខ្លួនអញ្ចឹងសានគិតនៅក្នុងចិត្តថាម្នាក់ឯងយប់នេះហេតុអ្វីបានជារឿងទាំងពីរនេះចៃដន្យម្លេះក្រោយមកភីងក៏បានសុំឲ្យសានឹងជូននាងមកខាងក្រោមបន្តិចដើម្បីហៅកង់3ជិះទៅមន្ទីរពេទ្យព្រោះនាងខ្លាចបានជួបវិញ្ញាណបុគ្គលិកស្រីម្នាក់នោះនៅក្នុងចដៅយន្តបន្ទាប់ពីជូននាងចុះទៅខាងក្រោមរួចហើយសានក៏ឡើងមកខាងលើវិញហើយពេលហ្នឹងគ្មានអីទេគឺមានតែព្យាយាមតាំងចិត្តតាំងអារម្មណ៍អញ្ចឹងធ្វើការបន្តតែម្នាក់ឯងគត់នៅក្នុងបន្ទប់ជាន់ទី4នោះបាទគឺធ្វើដូចដើមអ្នកទាំងអស់គ្នាមិនដឹងធ្វើម៉េចអានឹងជាទូនាទីរបស់យើងព្រមទាំងព្យាយាមលួងខ្លួនឯងថាបើយើងមិនធ្វើអីគេទេគេក៏មិនធ្វើអីយើងដែរនឹងគឺជាពាក្យដែលយើងតែងតែប្រាប់ខ្លួនឯងគ្រប់គ្នានៅពេលដែលយើងខ្លាចខ្មោចមែនអត់អ្នកទាំងអស់គ្នាឥឡូវប្រាប់មកណាគេដែលដូចសានខ្លះខ្ញុំក៏អញ្ចឹងដែរសូមសារភាពហ្មងតែមានណានៅប្រហែលជាម៉ោង10យប់គឺចិត្តដល់ម៉ោងចេញធ្វើការហើយហ្នឹងសុកបន្ទប់ទឹកនៅជាន់សានស្រាប់តែលឺសូរសំឡេងមនុស្សកាច់ទឹកលឺសូរទឹកឲ្យឆតែម្ដងសានភ័យខ្លាំងមែនតើក៏ព្យាយាមប្រមូលភាពក្លាហានទាំងអស់ដែលខ្លួនមានហ្នឹងដើរទៅមើលព្រោះក្រែងលោមានបុគ្គលិកវេនយប់នៅជាន់ផ្សេងគេចូលបន្ទប់ទឹកអញ្ចឹងប៉ុន្តែបើសិនជាខ្ញុំវិញណាខ្ញុំនឹងមិនទៅមើលដាច់ខាតអ្នកទាំងអស់គ្នាអស់មិនអស់ទៅគឺខ្ញុំអត់ទៅមើលទេតែមានណាពេលដែលសានដើរទៅបន្ទប់ទឹកនោះគឺស្អាតចេះស្ងាត់ជ្រាបគ្មានសំបីតែមនុស្សម្នាក់តាមពិតនៅក្នុងចិត្តចាប់ផ្ដើមខ្លាចខ្លាំងមែនទែនហើយព្រោះជួបស្រស់បែបនេះសានក៏រកសុំមេចេញទៅផ្ទះមុនម៉ោងដែរតែដូចជាខ្មាស់គាត់បន្តិចមិនដឹងជាប្រាប់ហេតុផលថាម៉េចព្រោះអីគាត់គឺជាមេជនជាតិចិនផងគាត់មិនជឿទេលើរឿងខ្មោចរឿងអីនេះក្រោយមកទៀតសានក៏ខំប្រមូលសេចក្តីក្លាហានជាកូនប្រុសទាំងប៉ុន្មានចេញមកអស់ហើយខាំមាត់អត់ទ្រាំរងចាំ1ម៉ោងទៀតតែ1ម៉ោងទៀតទេម៉ោង11គឺបានចេញទៅផ្ទះហើយអាសានអើយបាទសានប្រាប់ខ្លួនឯងអញ្ចឹងបរិយាកាសនៅពេលនោះគឺស្ងប់ស្ងាត់ខ្លាំងមែនទែនឮសូរតែសំឡេងចង្រិតយំគឺព្រឺព្រួយខ្លាំងមែនទែនតែម្ដងហើយសំឡេងខ្យល់ម៉ាស៊ីនត្រជាក់ហ្នឹងគឺបក់មកវឺអញ្ចឹងម្យ៉ាងសានធ្វើការនៅក្នុងបន្ទប់ហ្នឹងតែម្នាក់ឯងទៀតអ្នកនរគ្នាសាក់កាត់មើលអូយគួរឲ្យខ្លាចខ្លាំងមែនទែនមួយស្របក់ក្រោយមកក៏ស្រាប់តែមានទូរស័ព្ទភ្ញៀវខលចូលមកវឺតសានប្រញាប់លើកអាឡូជំរាបសួរបាទតែពេលហ្នឹងចម្លែកខ្លាំងមែនទែនសានអត់ទទួលបានសំឡេងឆ្លើយពីខ្សែម្ខាងទៀតទេសានខំនិយាយអាឡូ3 4ដងនៅតែអត់មានអ្នកឆ្លើយស្ងាត់ជ្រាបម្ដងទៀតទូរស័ព្ទនោះក៏រោឡើងមកទៀតសានក៏លើកឲ្យនិយាយថាអាឡូស្ងាត់បន្តិចសានក៏ហៀបនឹងដាក់ទូរស័ព្ទនឹងចុះទៅហើយអ្នកទាំងអស់គ្នាស្រាប់តែឮសូរសំឡេងមនុស្សបាទគឺមនុស្សស្រីបន្លឺចេញពីខ្សែម្ខាងទៀតខ្សើថាខ្ញុំបាត់ក្រវិលមកចំហៀងបងជួយរកក្រវិលឲ្យខ្ញុំផងច្បាស់មែនតែនសំឡេងនេះគឺជាសំឡេងតែមួយរបស់បុគ្គលិកស្រីដែលសានបានជួបនៅខាងក្រោមនៅក្នុងបន្ទប់ទឹកហ្នឹងអ្នកទាំងអស់គ្នាអូ my god សានភ្ញាក់ក្រញាំងបោះទូរស័ព្ទដៃចោលពីដៃតែម្ដងសានក្រោកគូតពីកៅអីឈរសម្លឹងមើលទៅទូរស័ព្ទដៃហ្នឹងហើយដៃទាំងពីរគេហ្នឹងក៏ញ៉ាំកផ្លូវជាប់បាទហើយបន្ទាប់មកវាក៏ដាច់សេវាបាត់ទៅសានបែកញើសត្រជាក់ជោគថ្ងាសត្រជាក់ចុងដៃចុងជើងស្រឹបតែម្ដង
មិនដឹងជាធ្វើយ៉ាងម៉េចទេសានក៏ប្រញាប់ទាញទូរស័ព្ទដៃខទៅប្រពន្ធខ្លួនឯងតែម្ដងណាតែខទៅមិនជាខបែបវាយខឯណាគឺខវីដេអូខតែម្ដងបាទព្រោះអីខ្លាចទប់លេងជាប់អីបំណងគិតថាវីដេអូខហ្នឹងខទៅលេងជាមួយប្រពន្ធដើម្បីបន្លប់ភាពភ័យខ្លាចអញ្ចឹងណាព្រោះអីនៅពេលដែលខហ្នឹងប្រពន្ធសានក៏សួរថាបងអញមានរឿងអីមែនមើលទៅដូចជាភ័យស្លេកអញ្ចឹងគាត់អត់ហ៊ានប្រាប់ប្រពន្ធទៅទៀតគ្រាន់តែប្រាប់ថាពេលហ្នឹងគឺគាត់នៅធ្វើការម្នាក់ឯងអបសក់ពេកក៏ខទៅនិយាយជាមួយនឹងប្រពន្ធគាត់ហ្នឹងធម្មតាអញ្ចឹងទៅនិយាយប្រហែលជាបាន10នាទីសានក៏មានអារម្មណ៍ថារៀងធូរស្រាលបន្តិចឯងនៅពេលហ្នឹងណាបាទបានវីដេអូខលផងមើលមុខប្រពន្ធផងអីចឹងហ្នឹងហើយរៀងតិចចិត្តបន្តិចបន្ទាប់មកសានក៏ស្រាប់តែឮសូរសំឡេងមនុស្សស្រីយំតែម្ដងលើកនេះអ្នកទាំងអស់គ្នាសំឡេងហ្នឹងគឺឮចេញពីបន្ទប់ទឹកតែម្ដងនេះសានក៏ចាប់ផ្ដើមភ័យម្ដងទៀតហើយតែតាំងចិត្តថាកុំខ្លាចព្រោះពេលនេះខ្លួនកំពុងតែមានប្រពន្ធវីដេអូខលវាយនិយាយជាមួយគ្នាហើយប៉ុន្តែបញ្ហាគឺត្រង់ថាសានបានសួរទៅប្រពន្ធគាត់បានសួរថាអូនឯងមានឮសូរសំឡេងអីអត់មានឮសូរដូចណាគេយំអីអត់ប្រពន្ធគាត់ឆ្លើយថាអត់មានទេបងអូបាទអ្នកទាំងអស់គ្នាយូរទៅសានខំប្រឹងធ្វើអត់ខ្វល់ដោយសារតែសួរប្រពន្ធទៅប្រពន្ធប្រាប់ថាបានលឺប៉ុន្តែយូរទៅសំឡេងនៅក្នុងបន្ទប់ទឹកដែលយំហ្នឹងណាកាន់តែលឺខ្លាំងឡើងអ្នកទាំងអស់គ្នាលឺសឹងតែមកប៉ះត្រចៀកសានតែម្ដងណាទ្រាំលេងបានហើយសានក៏ងើបចេញទៅមើលតែម្ដងថានរណាមកយំអីពេលហ្នឹងនៅក្នុងចិត្តគិតថា 50% អាចជាមនុស្សស្រីណាម្នាក់មកយំហើយ 50% ទៀតគឺជាសំឡេងខ្មោចសានស្លុតក្នុងចិត្តខ្លាំងមែនតើនៅពេលដែលដើរចូលទៅក្នុងបន្ទប់ទឹកហ្នឹងណាព្រោះលើកនេះមិនមែនស្ងាត់ដូចលើកមុនមិនមែនអត់ឃើញអ្វីដូចលើកមុនទេលើកនេះសានបានឃើញខ្មោចស្រីនឹងតែម្ដងបាទនៅក្នុងសម្លៀកបំពាក់ជាបុគ្គលិកផ្នែកលក់ដដែលហើយនាងអង្គុយនៅលើចានបង្គន់ណាអង្គុយចោងហោងណាអ្នកទាំងអស់គ្នាហើយទម្លាក់សក់បាំងមុខចិត្តដៃជើងឡើងស្លេកឡើងបែកពណ៌ស្វាយហើយកំពុងបញ្ចេញសម្លេងយំសស្រាក់ពិតមែនហើយសានសឹងតែមិនជឿលើភ្នែកខ្លួនឯងនិងសភាពខ្មោចដែលខ្លួនឯងបានឃើញផ្ទាល់ភ្នែកបែបនេះតែសានព្យាយាមបែរទូរស័ព្ទឲ្យប្រពន្ធខ្លួនឯងមើលគាត់នៅតែប្រាប់ថាអត់ឃើញអីនោះទេមិនបងអង្គយួរសានគឺរត់ចុះទៅខាងក្រោមចុចចណ្ដាវយន្តបាត់ចុចបែបលឿនអញ្ចឹងព្រោះអីខ្លាចខ្មោចនឹងមកតាមហ៎បាទគឺលេងខ្វាយខ្វល់ពីការងារអីទាំងអស់អត់បិទភ្លើង Office អត់បិទកុំព្យូទ័រអីទាំងអស់សូម្បីតែរបស់របរនៅក្នុងបន្ទប់ធ្វើការក៏សានអត់យកទៅដែរលើកនេះរត់ចុះមកដល់ជាន់ក្រោមភ្លាមសានប្រញាប់រត់សម្ដៅទៅរកពូសន្តិសុខដែលយាមនៅខាងមុខអគារទាំងតក់ស្លុតនិងភ័យស្លន់ស្លោតែម្ដងទាំងមិនដឹងថាបាទសេវាទូរស័ព្ទដែលខជាមួយប្រពន្ធរបស់ខ្លួនឯងហ្នឹងគឺដាច់តាំងពីពេលណាទេហើយពេលហ្នឹងសានបានប្រាប់ពូសន្តិសុខថាខ្លួនគាត់ហ្នឹងបានឃើញខ្មោចនៅជាន់ខាងលើគឺជាន់ទី4សានគិតថាពូសន្តិសុខហ្នឹងគឺនឹងភ្ញាក់ផ្អើលអញ្ចឹងណាគ្រាន់តែនិយាយបែបហ្នឹងភ្លាមពូសន្តិសុខក៏ស្រវាចាប់ដៃសានហើយបន្ទាប់មកទាញសានទៅអង្គុយរកកន្លែងដែលស្រួលបួរដើម្បីរងាប់ចិត្តសានអញ្ចឹងណាបន្ទាប់ពីសានសម្រួលអារម្មណ៍បានស្រួលបួរហើយបាទបាត់នឿយហត់បន្តិចហ្នឹងគាត់ក៏ប្រាប់សានថាមិនបាច់ភ័យទេព្រោះហ្នឹងមិនមែនជាលើកទី1ហើយក៏មិនមែនតែសានតែម្នាក់ឯងដែរដែលបានជួបព្រលឹងខ្មោចស្រីម្នាក់ហ្នឹងបន្តិចក្រោយមកពូសន្តិសុខក៏បាននិយាយខ្សឹបប្រាប់សានបែបនិយាយតិចអញ្ចឹងណាប្រាប់ថាចាប់តាំងពីថ្ងៃដំបូងបន្ទាប់ពីខ្មោចបុគ្គលិកស្រីម្នាក់នោះគឺស្លាប់ទៅមើលទៅដូចជានាងមិនតន់ដឹងខ្លួនថាខ្លួនឯងស្លាប់នៅឡើយទេរាល់យប់ដែលគាត់យាមគាត់តែងតែបានឃើញព្រលឹងនាងអង្គុយធ្វើការនៅក្នុង Office នៅពេលពាក់កណ្ដាលយប់ម៉ោង12យប់ហើយខ្លះទៀតក៏បានឮសូរសំឡេងទ្វារសំឡេងដើរដូចជាកំពុងដើររកអ្វីមួយយ៉ាងចឹងហើយសំឡេងចូលក្នុងបន្ទប់ទឹកហ្នឹងណាព្រមជាមួយនឹងសំឡេងស្រែកយំខ្សឹបខ្សួរគួរឲ្យខ្លាចខ្លាំងមែនទែនគឺនៅយប់ទី1ពូសន្តិសុខក៏គាត់ខ្លាចដែរប៉ុន្តែដោយសារតែគាត់នឹងធ្លាប់ជួបខ្មោចពីមុនមកហើយនៅកន្លែងធ្វើការពីមុនមករបស់គាត់ចឹងណាទៅគាត់នឹងធ្វើអារម្មណ៍បានហើយគាត់ជួបបន្តមកពី3យប់ជាប់គ្នាហើយសានក៏បានប្រាប់ទៅវិញថាមែនហើយពូខ្ញុំបានឮគេប្រាប់ថាឲ្យជួយរកក្រវិលឲ្យគេផងតិចគាត់នៅមិនទាន់អស់ចិត្តដោយសារតែបាត់ក្រវិលទៅដឹងពូសន្តិសុខក៏បានប្រាប់ទៅសានវិញថាប្រហែលហើយកាលណាបាត់បង់របស់អ្វីមួយយ៉ាងដែលជាកម្មសិទ្ធិរបស់គេវិញ្ញាណខ្មោចរមែងតែងតែនៅវល់បែបនេះគឺនៅវល់កន្លែងដែលខ្លួនបាត់របស់នឹងតែម្ដង
បន្តិចក្រោយមកក៏សានក៏បានពឹងឲ្យគាត់នឹងជួយជូនឡើងទៅលើវិញដើម្បីទៅយកទូរស័ព្ទបិទភ្លើងនៅក្នុងបន្ទប់ធ្វើការព្រោះពេលនេះក៏ដល់ពេលដល់ម៉ោងចេញធ្វើការអញ្ចឹងណាក្រោយមកសានក៏បានខហៅប្អូនជីដូនមួយនឹងឲ្យមកយកដឹកទៅផ្ទះព្រោះអីម៉ូតូសានគឺត្រូវទុកនៅកន្លែងធ្វើការហើយដោយសារតែគាត់នឹងអត់មានបលឹងនៅក្នុងខ្លួនទេជិះម៉ូតូទៅផ្ទះនឹងខ្លាចមានគ្រោះថ្នាក់ឬក៏ខ្លាចគេតាមអីចឹងទៅមើលតាមកញ្ចក់ម៉ូតូអីចឹងទៅខ្លាចឃើញវវជួបគ្រោះថ្នាក់អញ្ចឹងណាអ្នកទាំងអស់គ្នាព្រឹកឡើងបាទមានណាសានក៏ធ្លាក់ខ្លួនឈឺគឺក្តៅខ្លួនគ្រុនញាក់មុខឡើងស្លេកស្លាំងបាទដេកកលុំភួយតែម្ដងបាទដោយសារតែស្លុតចិត្តខ្លាំងពេកចុះអ្នកទាំងអស់គ្នាហ្នឹងហើយសានក៏បានខទៅសុំច្បាប់មេមួយថ្ងៃតែភីងត្រូវបង្ខំចិត្តទៅធ្វើការធម្មតាដដែលហ្នឹងព្រោះពួកគេអត់អាចដាក់ច្បាប់ឈប់ម្ដងទាំងពីរអ្នកបានទេប៉ុន្តែយប់នោះភីងភ័យមែនតែននឹងសុំមេថាមិននៅថែម៉ោងទៀតទេសុកចិត្តអត់លុយថែមក៏មិនចង់ជួបខ្មោចលងដែរថ្ងៃនោះភីងបានប្រាប់សានថាធ្វើការរហូតដល់ម៉ោង 7:05 ល្ងាចរៀបនឹងចេញទៅផ្ទះទៅហើយស្រាប់តែអ្នកផ្ទះរបស់បុគ្គលិកស្រីដែលបានស្លាប់នោះបាននាំគ្នាពី3នាក់មកដល់ office តែម្ដងហើយបានសួររកបន្ទប់ដែលនាងបានកាំងបេះដូងស្លាប់នៅជាន់ទី7ហ្នឹងហើយភីងបានប្រាប់សានថាបានលឺពូសន្តិសុខនិងអ៊ីអនាម័យនិយាយតគ្នាថាខាងក្រុមគ្រួសារនាងនឹងបានមកសុំដើររកក្រវិលរបស់នាងមួយចំហៀងទៀតដែលបានជ្រុះបាត់មែនព្រោះប្រលឹងនាងបានទៅពន្យល់សពម្ដាយរបស់គេថានាងបានជ្រុះបាត់ក្រវិលមួយចំហៀងនៅកន្លែងធ្វើការអូស្ដែងហ្មងណាពេលឡើងមកដល់បន្ទប់ជាន់ទី7គ្រូសាសពក៏បានរកឃើញក្រវិលមែនណាអ្នកទាំងអស់គ្នាគឺប្រហែលជាគាត់នឹងជ្រុះបាត់នៅពេលដែលគាត់កាំងបេះដូងស្លាប់ដោយសារតែក្រវិលនឹងគឺជ្រុះនៅក្បែរចានបង្គន់នៅក្នុងបន្ទប់ទឹកអញ្ចឹងទៅអត់មាននរណាគេចាប់អារម្មណ៍អត់មាននរណាគេឃើញដែរអ្នកទាំងអស់គ្នាចំណែកឯសានឯនេះវិញបាទម្ដាយរបស់សាននឹងបាននាំទៅឲ្យលោកស្រោចទឹកបាទទិញនំចំណីសែននេះសែននោះប្រគេនដល់ព្រះសង្ឃចៅអធិការដើម្បីឧទ្ទិសកុសលទៅដល់វិញ្ញាណក្ខន្ធខ្មោចស្រីនឹងវិញ្ញាណក្ខន្ធបុគ្គលិកខ្មោចស្រីនឹងអញ្ចឹងណាដើម្បីកុំឲ្យនាងបង្ហាញខ្លួនវិលឲ្យសានឹងឃើញទៀតអីព្រោះអីជាកន្លែងធ្វើការគឺអត់អាចបដូរកន្លែងបានភ្លាមអញ្ចឹងណាមិនត្រឹមតែប៉ុណ្ណោះប្រពន្ធសានហ្នឹងគឺសុកគាត់យល់សពឃើញថាសានហ្នឹងនឹងគឺហៅថាកបុតកអ្នកទាំងអស់គ្នាដោយសារតែពេលដែលជិះម៉ូតូសុកហ្នឹងពេលដល់ជិះមកដល់ផ្ទះស្រាប់តែគាត់ឃើញសានហ្នឹងកបុតកបាទហើយគាត់មានអារម្មណ៍ថានឹងដូចជាការពិតអញ្ចឹងតែដល់ពេលភ្ញាក់ឡើងព្រឺតមកគាត់ភ្ញាក់ព្រឺតមកទើបដឹងថានឹងជាយល់សពហើយចំសានកំពុងតែគេងនៅក្បែរគាត់ទៅទៀតដែលកំពុងតែគេងឈឺហ្នឹងណាអត់បានទេគាត់ក៏នាំសានហ្នឹងទៅរកគ្រូខ្មែរចង់អំបោះសីម៉ាថែមទៀតអញ្ចឹងទៅព្រោះគាត់ខ្លាចប្រលឹងខ្មោចស្រីម្នាក់ហ្នឹងតាមមកយកសានដល់ផ្ទះតែម្ដងអញ្ចឹងណាបាទរឿងហ្នឹងគឺយើងអត់ជឿអត់បានដែរអ្នកទាំងអស់គ្នាដោយសារតែអ្នកខ្លះមិនគ្រាន់តែជប់ជាមួយនឹងប្រលឹងខ្មោចហើយឃើញហ្មងឯងអ្នកខ្លះគឺគាត់មានរាសីដាក់ឬក៏ឆ្នាំឆុងខែឆុងរបស់គាត់អញ្ចឹងតែគាត់បានដឹងខ្លួនអញ្ចឹងទេគឺគ្រាន់តែជួបភ្លាមធ្លាក់ខ្លួនឈឺហ្មងហើយជាពិសេសអាចជំនឿដែលមនុស្សដតីមនុស្សនៅជុំវិញខ្លួនយើងនឹងមើលឃើញយើងក្បត់ក្បាលអូអាហ្នឹងខ្លាំងធ្ងន់ធ្ងរខ្លាំងមែនតើខ្ញុំបានចេញវីដេអូមួយប្រាប់អ្នកទាំងអស់គ្នានៅក្នុង Facebook ថាបងប្រុសខ្ញុំគាត់ក៏ជាវិជ្ជបណ្ឌិតដែរប៉ុន្តែរហងៃហ្នឹងគាត់ក៏មានបារមីកាន់អាហ្នឹងជាហេតុផលដែលធ្វើខ្ញុំហ្នឹងជឿទៅលើរឿងហ្នឹងណាអ្នកទាំងអស់គ្នាទាំងដែលខ្ញុំហ្នឹងរៀនពេទ្យហើយគាត់ហ្នឹងក៏ធ្លាប់បានឃើញរឿងរ៉ាវអញ្ចឹងដែរប៉ុន្តែមិនឃើញខ្ញុំទេឃើញមិត្តភ័ក្តិរបស់គាត់តែមិត្តភ័ក្តិរបស់គាត់ហ្នឹងអត់ជឿទេគាត់ឃើញនៅថ្ងៃហ្នឹងអញ្ចឹងឧទាហរណ៍គាត់ឃើញមិត្តភ័ក្តិរបស់គាត់ហ្នឹងគឺទៅសាលាហើយគឺអត់ឃើញកគាត់ណាគាត់បាត់ក្បាលអញ្ចឹងណាប្រាប់ទៅតែគាត់គេបានយកអត់បានយកចិត្តទុកដាក់អញ្ចឹងណាហ្នឹងហើយក៏អត់អើពើអញ្ចឹងទៅបាទ7ថ្ងៃគត់អ្នកទាំងអស់គ្នាមិត្តភ័ក្តិរបស់គាត់ហ្នឹងជួបគ្រោះថ្នាក់ចរាចរណ៍ហើយឡានកិនដាច់ក្បាលមែនអ្នកទាំងអស់គ្នាអូ my god ជួបខ្ញុំអត់បាននិយាយនៅក្នុងវីដេអូមុនណាអ្នកទាំងអស់គ្នាប៉ុន្តែអារឿងទាំងអស់នឹងឯងដែលធ្វើឲ្យគ្រួសារខ្ញុំអត់ទេជឿនណាហើយខ្ញុំផ្ទាល់ហ្នឹងក៏ធ្លាប់ជួបធ្លាប់ឃើញបលឹងវិញ្ញាណដែរគ្រាន់តែគេមិនមែនមកបន្លាចយើងមកឡងយើងទេប៉ុន្តែល្មមឲ្យយើងដឹងហ្មងគឺឲ្យយើងធំខ្សែងទៀនផ្សែងធូកហើយឃើញសម្ោកឃើញអីគឺខ្ញុំធ្លាប់ឃើញបាទអញ្ចឹងណាហើយមនុស្សបែបអញ្ចឹងគាត់តែងចែកម្លែកថាតាមពិតយើងមានញៀនហើយគ្រាន់តែយើងនឹងអត់ទាន់បើកផ្នែកគេហៅថាផ្នែកទី6ទេអ្នកទាំងអស់គ្នាថាបើមនុស្សដូចខ្ញុំអញ្ចឹងបើត្រូវបានគេបើកផ្នែកទី6ទៀតគឺខ្ញុំអាចឃើញបលឹងវិញ្ញាណខ្មោចនឹងស្រស់ដូចគេហ្មងដូចអ្នកតាមប្រមាញ់វិញ្ញាណខ្មោចអញ្ចឹងហ្មងអ្នកទាំងអស់គ្នាគឺបានន័យថា
ពួកបលឹងវិញ្ញាណហ្នឹងគឺរស់នៅជាមួយនឹងសង្គមមនុស្សដូចយើងអញ្ចឹងដូចរងថ្ងៃហ្នឹងអញ្ចឹងគ្រាន់តែយើងមើលអត់ឃើញគេនោះទេប៉ុន្តែនៅពេលដែលយើងមានរាសីដាក់ឬក៏ឆ្នាំឆុងអីចឹងទៅគឺយើងចាប់ផ្ដើមឃើញគេហើយចាំមានពេលនៅអេពីសូតក្រោយបាទអ្នកទាំងអស់គ្នាចង់ដឹងរឿងហ្នឹងចាំខ្ញុំនិយាយឲ្យច្បាស់ពីហេតុការណ៍ដែលខ្ញុំបានជួបហើយនឹងរឿងរ៉ាវដែលតាក់ទងជាមួយនឹងបងប្រុសរបស់ខ្ញុំហ្នឹងឲ្យអ្នកនរគ្នាដឹងកាន់តែច្បាស់ហ្នឹងហើយបន្ទាប់ពីសានបានទៅជួបគ្រូម្នាក់ហ្នឹងហើយគ្រូម្នាក់ហ្នឹងគឺជាគ្រូប៉ាកែនៅប្រចាំភូមិរបស់ប្រពន្ធរបស់សានហ្នឹងណាគ្រូម្នាក់ហ្នឹងបានប្រាប់ថាគេមកតាមសានមែនហ្នឹងហើយសានអត់ដែរស្គាល់គេទេប៉ុន្តែសានហាក់បីដូចជាមានខ្សែនិស័យជាមួយគេហើយម្យ៉ាងបាននិយាយឆ្លើយជាមួយគេអញ្ចឹងណាហ្នឹងហើយអញ្ចឹងបានគេប្រាប់ថាទៅណាមកណាមិនមែនចេះតែឃើញមនុស្សទៅនិយាយរាក់ទាក់មួយគេទេយើងអត់ដឹងថាគេនឹងជានរណាគេហ្នឹងណាបាទគេមកតាមហើយគឺគេនឹងអត់តន់ដឹងថាខ្លួនគេនឹងងាប់ទេអត់តន់ដឹងថាគេនឹងបាត់បង់ជីវិតអញ្ចឹងណាហើយអញ្ចឹងគេចេះតែព្យាយាមមករកសានហ្នឹងដើម្បីឲ្យសានហ្នឹងជួយរកកវលរបស់គេដោយសារតែអ្នកផ្ទះរបស់គេហ្នឹងប្រហែលជាយកកវលហ្នឹងទៅហើយប៉ុន្តែអត់តន់ទៅនិយាយឲ្យប្រឡឹងប្រាប់ថាអូឥឡូវហ្នឹងម៉ែបានឃើញកវលហ្នឹងហើយកូនអាចទៅកាន់សុគតិភពបានហើយអញ្ចឹងណាអត់តន់បានធ្វើអីទាំងអស់តែម្ដងទៅគេហ្នឹងចេះតែមកតាមសានហើយនឹងបដិះខ្លួនឲ្យសានបានឃើញរហូតតែបន្ទាប់មកនោះគ្រូនឹងក៏បានឲ្យខ្សែយ័ន្តខ្សែសីមាអីពាក់អញ្ចឹងទៅធ្វើតាមវិធីរបស់គេបាទ4-10សប្តាហ៍ក្រុមអញ្ចឹងទៅក្រោយមកសានក៏លែងបានឃើញវិញ្ញាណនឹងបន្តទៀតដែរចាប់ពីត្រឡប់មកផ្ទះវិញណាបាទយើងធ្វើតាមខាងផ្លូវពធផងធ្វើតាមគ្រូផងអញ្ចឹងទៅតែសានចាប់ពីពេលនោះមកក៏បានលឺខ្លះលឺសូពីសន្តិសុខនឹងអ៊ីអនាម័យម្ដងម្កាលដែរថាពេលខ្លះក៏នៅតែលឺសូសំឡេងមនុស្សស្រីយំនឹងឃើញស្រមោលមនុស្សស្រីដែលអង្គុយនៅលើដំបូលអគារនៅពេលពាក់កណ្ដាលអត្រាតដដែលឬនេះអាចជាវិញ្ញាណរបស់នាងនោះក៏មិនដឹងតែតាំងពីពេលនោះមកសានគឺលែងហ៊ានថែមម៉ោងដល់យប់ជ្រៅទៀតដែរមកដល់ឆ្នាំនេះឆ្នាំ2025ចូលចិត្តដល់ឆ្នាំ2026នេះតែម្ដងសានក៏បានផ្លាស់ប្ដូរកន្លែងការងារថ្មីទៅរស់នៅផ្ទះម្ដាយក្មេកដែរគឺនៅឯរាជធានីភ្នំពេញវិញតែម្ដងបាទគាត់លែងធ្វើការនៅខេត្តកោះកុងហើយមកដល់ពេលនេះគឺគាត់លែងឃើញខ្មោចវិញ្ញាណអីទាំងអស់តែម្ដងហើយនឹងគឺជាបទពិសោធន៍ដែលសានចងចាំហើយចង់ចែករំលែកឲ្យគ្នាយើងបានស្ដាប់អញ្ចឹងអ្នកដែលមានគេហៅថាបទពិសោធន៍ដែលចង់ចែករំលែកស្តៀងសានអាចបាទ message បាទឆាតទៅ page The Story Podcast របស់យើងនៅក្នុង